ថ្ងៃនេះទៅសាកថ្មឲ្យជីវិតព្រោះអីចូលឆ្នាំ2026ហើយដើមឆ្នាំអញ្ចឹងត្រូវសាកថ្មឲ្យពេញថ្ងៃនេះខ្ញុំធ្វើដំណើរឆ្លង state អញ្ចឹងខ្ញុំមកដល់ពលានយន្តហោះ LAX រួចហើយឥឡូវនឹងរង់ចាំតែ boarding ទេខ្ញុំនៅរង់ចាំកន្លែង boarding នេះរយៈពេល2ម៉ោងបានឡើងឥឡូវហ្នឹងបានធ្វើដំណើរឡើងហើយថ្ងៃនេះមនុស្សធ្វើដំណើរច្រើនមែនទែនយន្តហោះហ្នឹងពេញបឹបតែហ្មងសូម្បីតែកន្លែងដាក់អីវ៉ាន់ហ្នឹងក៏អត់មានដែរអា carry on ដែលខ្ញុំអូសហ្នឹងអត់បានយកទៅដាក់នៅក្នុងក្លុបរបស់យន្តហោះទេដោយសារថាវាអត់មាន space អញ្ចឹងគេត្រូវដាក់ check in ឲ្យយើងតែគេអត់ឆាចទេឥឡូវយន្តហោះឡើងដល់លើមេឃហើយជិះរយៈពេល5ម៉ោងពីកាលីហ្វ័រញ៉ាឥឡូវយន្តហោះចុះហើយខ្ញុំត្រូវទៅដើរទៅជិះ train ដើម្បីទៅកន្លែងជួលឡានណាពួកអីខ្ញុំត្រូវការឡានដោយសារខ្ញុំស្នាក់នៅរយៈពេលយូរអញ្ចឹងខ្ញុំរងចាំ train កន្លែងនេះកន្លែងគេរងចាំ train ហើយឥឡូវខ្ញុំឡើងមកដល់លើ train ហើយចេញមកដល់នេះនៅជាប់នឹងពលានហ្នឹងគឺមាន stadium មួយហើយប្រហែលជាគេមានកម្មវិធីអីហើយមកទៅបានជាមនុស្សច្រើនយ៉ាងហ្នឹងនៅតាមផ្លូវប្រហែលជាមានការប្រកួតអីមួយណាឥឡូវនេះខ្ញុំកំពុងនៅលើ train នេះហើយនៅទីនេះគឺជាទីក្រុង Miami ខ្ញុំមកដល់ Miami ហើយឥឡូវ train ហ្នឹងគឺធ្វើដំណើរទៅយករថយន្តដែលខ្ញុំបានជួលខ្ញុំបានកក់រួចហើយមុនពេលដែលខ្ញុំ fly មកហ្នឹងនេះខ្ញុំនៅក្នុង train តែនឥឡូវហ្នឹងចេញពី train ហើយត្រូវដើរទៅយកឡានឥឡូវមកដល់កន្លែងឡានហើយគេឲ្យHyundai ព្រោះខ្ញុំទៅគ្នាតែ3នាក់ទេអញ្ចឹងគឺជួលឡានទូចបានហើយវីដេអូនេះគឺគ្រាន់តែចង់បង្ហាញពីការហោះហើររបស់ខ្ញុំពី California មក Miami ហើយខ្ញុំនឹងចេញវីដេអូបន្តទៀតដែលបង្ហាញពីទីក្រុង Miami ដែលនៅក្នុងរដ្ឋ Florida នេះអរគុណច្រើនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំបាយបាយជម្រាបលា